ពីកងកម្លាំងថៃបានដាក់របងបណ្ណាលក់ម្ដងទៀតនៅជុំវិញផ្ទះនិងហាងរបស់អាជីវករចិននៅក្នុងតំបន់ថ្មដាខេត្តពោធិ៍សាត់ដែលត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយកងទ័ពថៃដោយអ្វីដែលខ្ញុំបានបញ្ជាក់ជូនរបស់ការតវ៉ានេះត្រូវបានជួបការចាប់អារម្មណ៍យ៉ាងខ្លាំងអំពីប្រជាជនថៃនិងកម្លាំងយោធារបស់ថៃផងដែរជាពិសេសគឺក្រសួងការបរទេសរួមជាមួយនឹងក្រសួងការពារជាតិរបស់ថៃចាប់ផ្ដើមសរសេរសេចក្តីបំភ្លឺនានាជុំវិញបញ្ហាទាំងនេះដែលនៅតែថាយោធាថៃបានកាន់កាប់ដោយសមត្ថភាពយោធារបស់ខ្លួនហើយបានចោទកម្ពុជាដដែលថាជាអ្នកមានចេតនាដើម្បីបង្កស្ថានភាពដែលប៉ះពាល់ទៅដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពរបស់ភាគីថៃទៅវិញបើទោះបីជាការតវ៉ាដោយផ្លូវច្បាប់ដែលមានលក្ខណៈជាផ្លូវការយ៉ាងដូចនេះរបស់កម្ពុជាបានធ្វើឲ្យភាគីថៃមានការបដិសេធនិងចរាចរយ៉ាងណាក៏ដោយប៉ុន្តែត្រង់ចំណុចនៃការតវ៉ាដោយផ្លូវការដូចនេះត្រូវបានគេមើលឃើញថាវានឹងអាចផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់កម្ពុជាហើយក៏គេមានការសង្ស័យអំពីអរិយាប័ត្ររបស់កម្ពុជាបាននឹងកំពុងតែរៀបចំដំណើរគតិយុត្តមួយស្របទៅតាមច្បាប់អន្តរជាតិដើម្បីសម្រេចវត្ថុបំណងទាំងមួយជារឿងដ៏ផ្លេចកំពុងគួររំលឹកផងដែរថាសេចក្តីថ្លែង